ជំរាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេមៀនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបងប្អូនយើងឃើញថាតម្លៃហាងឆេមៀនៅក្នុងថ្ងៃនេះបើផ្សារភ្លាមគឺអត់មានឱកាសនៅក្នុងការប្រែប្រួលតាណាឆ្ងាយទេបើយើងមើលបកគោលគឺអ្នកទិញអ្នកលក់គឺស្មើដៃគ្នាខ្លាំងមែនតើបងប្អូនណាបាទការពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យការពីសប្តាហ៍មុនយើងឃើញថាអត់មានព័ត៌មានណាដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃមាសទេបានធ្វើឲ្យនៅក្នុងថ្ងៃច័ន្ទនេះគឺអត់មានការប្រែប្រួលសោះតែម្ដងប៉ុន្តែការពីសប្តាហ៍មុនបងប្អូនអរគ្នាជួបរឿងជាច្រើនបាទដូចជាមាសបានឡើងដល់តម្លៃ$3000នៅក្នុងមួយអោនត្រូវជាមួយនឹងការរំពឹងទុករបស់ធនាគារធំបាទបញ្ហាពាក់ព័ន្ធជាមួយនឹងការដាក់ពន្ធក៏ចាប់ផ្ដើមទទួលបានប្រទេសថ្មីពាក់ព័ន្ធជាមួយនឹងខាងបារាំងឬក៏ប៉ែកខាងអឺរ៉ុបបន្ថែមទៀតបាទបានធ្វើតម្លៃហាងឆេមីនឹងមានការកើនឡើងខ្លាំងតោះអញ្ចឹងពីខ្ញុំទៅនៅក្នុងថ្ងៃនេះតើយើងគួរតែទិញលក់យ៉ាងដូចម្ដេចដើម្បីជាឱកាសសម្រាប់ការទាញផលចំណេញនៅក្នុងថ្ងៃហ្នឹងបាទនេះគឺជាការវិភាគនៅក្នុង time frame 1 ម៉ោងបងប្អូនណាបាទហើយនេះគឺជាការវិភាគនៅក្នុង time frame មួយអាទិត្យមួយខែមួយថ្ងៃបងប្អូនណាបាទខ្ញុំអត់ទាន់ចាប់អីណាឆ្ងាយទេដោយសារតែវាលែងមាន resistance ទៀតហើយព័ត៌មានថ្មីក៏លែងមានដែរពាក់ព័ន្ធជាមួយនឹងការរំពឹងទុកថាមាសឡើងដល់ប៉ុន្មានក៏អត់ទាន់មានការអាប់ដេតដែរបងប្អូនបាទប៉ុន្តែយើងឃើញថាមាសកាលពីថ្ងៃមុនបានបុកដាច់2950ឬក៏2960បើសិនជាចង់ឲ្យមាសមានឱកាសឡើងទៅខ្លាំងបន្ថែមទៀតលុះត្រាតែវាចុះមកដល់តម្លៃនឹងហើយយើងចាប់ផ្ដើមទិញទៅលើបន្ថែមទៀតបាទមាសមានឱកាសឡើងទៅលើបន្ថែមទៀតគេហៅថាbreak ហើយ retracement បាទមានថាទីផ្សារវាដើរបែបនេះវាឡើងទៅហើយវា retrace មកប៉ុណ្ណឹងបាទវាឡើងទៅតទៀតអញ្ចឹងទីផ្សារវាអាចនឹងមានឱកាសដើរបែបហ្នឹងណាបាទអញ្ចឹងបើសិនជាបងប្អូនដែលគាត់ចង់ទិញមាសខាងក្រៅអាចរងចាំទិញតម្លៃនឹងបាន2950ឬក៏2960បាទអញ្ចឹងនៅក្នុងថ្ងៃនេះយើងមានទិន្នន័យសំខាន់ដែរពាក់ព័ន្ធជាមួយនឹងទីផ្សារបាទគឺ retail sale បាទការលក់រាយអញ្ចឹងទិន្នន័យមួយហ្នឹងនឹងធ្វើតម្លៃហាងឆេងមាសមានឱកាសនៅក្នុងការប្រែប្រួលនៅម៉ោង7កន្លះយប់ហ្នឹងបងប្អូនណាបាទការព្យាករណ៍គឺគេព្យាករណ៍ថាល្អបាទដុល្លារល្អគេព្យាករណ៍នៅក្នុងថ្ងៃហ្នឹងគឺគេព្យាករណ៍ឲ្យមាសចុះអញ្ចឹងចាំមើលទាំងអស់គ្នាថាតើទិន្នន័យចេញមកបែបណាណាបាទខ្ញុំនឹងប្រាប់បន្ថែមនៅក្នុងការ live តោះអញ្ចឹងចំពោះការចូលទីផ្សារនៅក្នុងថ្ងៃនេះខ្ញុំបងប្អូនខ្ញុំជឿជាក់ថាភាគច្រើនគឺបងប្អូនអរគ្នាប្រកាសជាស្រឡាញ់នៅក្នុងការបាយហើយតម្លៃនៅក្នុងការបាយគឺយើងមិនចេះតែបាយទេខ្ញុំមានតម្លៃចំនួន3នៅក្នុងការបាយជូនបងប្អូនអរគ្នាបាទ2978និង82យើងអាចតេស្តនៅក្នុងការបាយ2964និង68បងប្អូនអរគ្នាអាចចាប់5បាយបានហើយអ្នកដែលគាត់ចង់រងចាំតម្លៃល្អគឺ2950និង54ឬក៏55 56ក៏យើងអាចចាប់ដើមទិញបានដូចនេះដែរបាទបើយើងក៏លេខជាមួយនឹងការ sale បងប្អូនអរគ្នាបើសិនជាចង់ sale ខ្ញុំអត់ sale recommend ទេប៉ុន្តែបើសិនជាបងប្អូនស្រឡាញ់ sale ខ្ញុំមានតម្លៃនៅក្នុងការ sale ឲ្យ2000សុំទោស3000និង3004យើងអាច sale បានឬក៏ test sale ខ្លីៗទី2គឺទិសដៅទី2របស់មាសបាទទី1ពី3012និង3016បាទបើសិនជាអ្នកទាំងអស់គ្នាចង់ sale អាចចាំ sale តម្លៃហ្នឹងក៏បានដែរនិងមួយទៀត3024និង3028ដោយសារតែតម្លៃនេះគឺថ្មីអញ្ចឹងការនិយាយវាអត់ទាន់ថ្នឹកមាត់ទេបងប្អូនអញ្ចឹងពេលខ្លះវាអាចមានអរអូតិចតួចដែរបាទអធិស្ឋានផងអញ្ចឹងបងប្អូនអរគ្នាបាទខ្ញុំចាប់ឲ្យហើយបងប្អូនណាដែលគាត់ស្រឡាញ់ទិញបងប្អូនណាដែលគាត់ស្រឡាញ់លក់បាទអញ្ចឹងពីខ្ញុំទៅនៅក្នុងព្រឹកហ្នឹងខ្ញុំមានប៉ុណ្្នឹងទេអាប់ដេតជូនដល់បងប្អូនអរគ្នាបាទហើយសម្រាប់បងប្អូនណាដែលគាត់ចង់ទិញលក់តម្លៃហាងឆេមីជាមួយខ្ញុំផ្ទាល់អាច scan QR code ខាងឆ្វេងដៃឬក៏ join link ចុច link Telegram ខាងក្រោមដើម្បីមកដល់ Telegram របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាទជម្រាបលា